ឆ្នាំនេះនៅសល់ពេញដើមដោយសារតែទីកម្ពុជារបស់យើងមានបញ្ហាខាងទីផ្សារអត់សូវសម្បូរទីផ្សារទោះជាមានទីផ្សារក៏គេឲ្យតម្លៃយើងទាបខ្លាំងរហូតដល់យើងអាចលក់បានរាល់ឆ្នាំគេឲ្យតម្លៃទាបមែនតែវាអត់ដូចឆ្នាំនេះគឺទាបខ្លាំងមែនទែនវីដេអូដែលខ្ញុំកំពុងថតនេះគឺថ្ងៃទី10ខែ5ឆ្នាំ2025បាទអានេះក្រូចនៅពេញដើមទុំពេញដើមអត់បានយកតាណាទេឆ្នាំនេះគឺមានតែຕົកចោលអត់មានអ្នកទិញស្រុកពីប្រទេសកម្ពុជារបស់យើងធ្វើស្រូវថោកស្រូវធ្វើដំឡូងថោកដំឡូងបាទគឺពិបាកខ្លាំងសម្រាប់ប្រូទីផ្សារដើម្បីលក់ដូចជាបន្លែបណ្ណាំអីជាដើមបាទបងប្អូនយើងមួយចំនួនធំបាទចូលចិត្តធ្វើចំណាក់ស្រុកទៅធ្វើការស្រុកគេដោយសារតែស្រុកយើងធ្វើអីក៏ដោយបាទគឺអត់បានថ្លៃនោះទេធ្វើស្រូវថោកស្រូវធ្វើដំឡូងថោកដំឡូងបាទដូចយើងមើលឃើញបច្ចុប្បន្នដល់ថ្ងៃបាទហាប់តែយើងវាយ៉ាងម៉េចបាទគឺអត់មានជាប្រចម្រើនទៅមុខទេមានតែថយក្រោយធ្វើស្រូវថោកស្រូវធ្វើដំឡូងថោកដំឡូងដាំដំណាំផ្លែឈើធម្មតាក៏លក់អត់ចាញ់ដូចជាក្រូចបន្លែតិចតួចបាទគឺអត់លក់អត់ចាញ់ទេអ្នកទៅពួកខ្លួនឯងដោយសារតែស្រុកយើងខ្វះទីផ្សារមានបញ្ហាទីផ្សាររហូតរៀងរាល់ឆ្នាំថ្លៃអត់ចំបេះធំអត់ញ៉ាដើមហ្នឹងធំល្អសើខ្ពុះណាលោកដល់ឡើងនៅគាត់បែរហ្នឹងអស់សិនទៅនេះបែរហ្នឹងអស់សិនទៅចាកន្លែងណាយាយថាធ្លាក់ទៅដីភិននោះ